ម្ចាស់អាជីវកម្មទឹកត្រីសៀមបានត្អូញត្អែក្រោយកម្ពុជាពហិការឈប់ទិញផលិតផលម្ចាស់អាជីវកម្មទឹកត្រីដែលមានរូបសញ្ញាទន្សាយ3ដែលជាប្រភេទសហគ្រាសធុនតូចនិងមធ្យមនៅក្នុងខេត្តត្រាត់នៃប្រទេសសៀមបានត្អូញត្អែថានៅពេលនេះខ្លួនកំពុងតែតស៊ូប្រឆាំងជាមួយនឹងការបិទព្រំដែននិងការធ្វើពហិការផលិតផលសៀមនៅក្នុងប្រទេសកម្ពុជាខណៈដែលការលក់ទឹកត្រីទន្សាយ3នេះបានធ្លាក់ចុះរហូតដល់ទៅ 80% ជារួមហើយអាជីវកម្មមួយនេះកំពុងតែរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបើយោងទៅតាមការលើកឡើងរបស់លោកថុសផល គ្រូលុយម្ចាស់អាជីវកម្មទឹកត្រីទន្សាយ3និងជាសហគ្រិនដែលមកពីកោះខូតនៅក្នុងខេត្តត្រាត់បានផ្ដល់បទសម្ភាសន៍មួយទៅដល់សារព័ត៌មាន BBC ថៃបន្ទាប់ពីការផ្ទុះឡើងនៃចំនួនព្រំដែនរវាងកម្ពុជាសៀមកាលពីខែឧសភាលោកទុសពលបានប្រាប់ថាវិបត្តិនេះមិនមែនគ្រាន់តែជាព័ត៌មាននយោបាយនោះទេតែការបិទផ្លូវពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានផ្ដល់ផលប៉ះពាល់ដោយផ្ទាល់ដល់ប្រាក់ចំណូលនៃអាជីវកម្មគ្រួសាររបស់គាត់ដែលអាជីវកម្មនេះបានបន្តពីមួយចំនួនទៅមួយចំនួនហើយមិនតែប៉ុណ្ណោះអាជីវកម្មគ្រួសារមួយនេះបានកសាងភាពជោគជ័យរបស់ខ្លួនយ៉ាងខ្លាំងនៅក្នុងទីផ្សារកម្ពុជាអស់រយៈពេលជាង4ទសវត្សរ៍មកហើយដែលឡែកសប្តាហ៍ថ្ងៃនេះពួកគេកំពុងតែតស៊ូដើម្បីរក្សាប្រតិបត្តិការនិងកម្មករក្នុងស្រុករបស់ខ្លួនឲ្យនៅរស់រវើកប៉ុន្តែយើងមិនដឹងថាគេអាចតស៊ូបានកម្រិតណាទេពីព្រោះតែទីផ្សារធម្មបំផុតរបស់គេគឺកម្ពុជាហើយជាចុងក្រោយម្ចាស់អាជីវកម្មខ្នាតតូចនេះក៏បានបន្ថែមទៀតផងដែរថាទឹកត្រីយីហោទន្សាយត្រូវបានគេស្គាល់នៅក្នុងចំណោមប្រជាជនកម្ពុជាថាទឹកត្រីទន្សាយ3ហើយវាមានឫសគល់នៅក្នុងសហគមន៍នេសាទមួយនៅក្នុងខេត្តត្រាត់ដែលមានប្រវត្តិជាងកន្លះសតវត្សមកហើយអាជីវកម្មទឹកត្រីនេះបានចាប់ផ្ដើមចុះបញ្ជីពាណិជ្ជកម្មឲ្យប្រើប្រាស់នៅក្នុងឆ្នាំ1985ក្រោមឈ្មោះក្រុមហ៊ុន Thepon Chai Industry Co Ltd ហើយចាប់តាំងពីពេលនោះមករោងចក្រទឹកត្រីនេះបានក្លាយជាប្រភពចំណូលសម្រាប់អ្នកនេសាទក្នុងស្រុកនិងគ្រួសារកម្មកររាប់សិបគ្រួសារនេះជាភស្តុតាងមួយដែលបង្ហាញថាការពហិការមិនប្រើប្រាស់ផលិតផលរបស់សៀមវាពិតជាមានឥទ្ធិពលទៅលើសេដ្ឋកិច្ចរបស់ប្រទេសមួយនេះដូច្នេះសូមយើងបន្តធ្វើពហិការបន្ថែមទៀតនិងជំរុញការលើកទឹកចិត្តដល់ប្រជាជនយើងប្រើប្រាស់ផលិតផលនៅក្នុងស្រុករបស់យើងក៏ដូចជាផលិតផលរបស់ប្រទេសជិតខាងដែលមិនមែនជាផលិតផលរបស់ប្រទេសសៀមសូមអរគុណសម្រាប់ការទស្សនាជួបគ្នានៅក្នុងវីដេអូក្រោយបន្តទៀត